របស់ដែលបានមកដោយសុចរិតចិញ្ចឹមជីវិតដោយទ្រព្យត្រជាក់ត្រជុំ 4. មានការតាំងចិត្តមាំឃើញទោសនៃសេចក្តីខ្ជិលឃើញគុណប្រយោជន៍នៃសេចក្តីព្យាយាមកាលដែលបានជួបនៅរបស់ដែលមិនជាទីប្រាថ្នាកូនត្រូវធ្វើទុកក្នុងចិត្តថាលៀបយោសពទុកសរសើរនន្ទាអត់លៀបអត់យោគឺជាច្បាប់ធម្មតានៃជីវិតបើក្តៅខ្លាំងកូនត្រូវពាក់មួកឬក៏បាំងឆាត់កូនមិនត្រូវខឹងបន្ទោសជាមួយនឹងក្តៅឡើយចំណុចទី1និងទី2ជាហេតុចិត្តនៃចិត្តមេត្តាចំណុចទី3គឺសេចក្តីសន្តោសរារាំងលោភៈព្រោះបើលោភៈច្រើននាំឲ្យខូចការរាប់អានរហូតនាំចូលទៅដល់ការបៀតបៀនទៀតផងឯចំណុចទី4គឺសេចក្តីព្យាយាមជាគូនឹងសន្តោសញ៉ាំងជីវិតឲ្យមានស្ថិរភាពជាប្រយោជន៍ដល់ការរក្សានៅគុណធម៌យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនតោះចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹងបុគ្គលមានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយចូលកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតជង្គង់អង្វរសូមទីក្តីសពពីអ្នកដទៃឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនៅសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យដល់អ្នកដទៃបើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបទៅដោយធម៌មេត្តាហើយកូននឹងបាននៅសេចក្តីល្អសមតាមបំណងប្រាថ្នាបីដូចកូនមេឪពុកមានទេវតាតាមថែរក្សាចឹងដែរមេត្តាប្រែថាការរាប់អានរកអ្នកដែលបានរួមកើតស្លាប់គ្រប់គ្នាប្រាថ្នាសុខឆាប់ឆាប់បញ្ញាប់ចង់រួចពីទុក្ខាសត្វលោកស្រឡាញ់ខ្លួនឯងណាស់កិលេសសែនក្រាស់គ្រប់អាត្មាព្រះឲ្យយកខ្លួនជាឧបមាសត្វក្នុងលោកាប្រាថ្នាសុខអធិស្ឋានសត្វមិនដូចគ្នាចាត់ចែងការងារតាមភូមិស្រុកប៉ុន្តែសត្វលោកប្រឹងសម្រុកធ្វើការយកសុខដូចតែគ្នាកាលណាបានយល់ដូច្នេះហើយចម្លើយដ៏ល្អគឺភាវនាចម្រើនមេត្តាជ្រោចគង្គាព្រួញពឹសคล้ายជាបុប្ផាស្រស់កូនមេឪពុកមនុស្សគ្រប់រូបដែលបានកើតមកក្នុងโลករមែងមានការតាក់ទងគ្នាដោយពាក្យនិយាយមានអំណាចដ៏ក្រៃលែងកូនត្រូវយល់ដូចតទៅ1ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ឲ្យคล้ายមកជាហេតុល្អបាន2ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន3ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិលឲ្យមកជាអ្នកមានព្យាយាមបាន4ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ឲ្យមកជាមនុស្សឆ្លាតបាន5ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់ឲ្យជាមនុស្សស្ងប់រងាប់បាន6ពាក្យនិយាយអាចដូរផ្លាស់មនុស្សជាចេះរឹងរូសឲ្យត្រឡប់មកជាមនុស្សប្រដៅងាយទៅបាន7ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិឲ្យមានសតិវិញបាន8ពាក្យនិយាយអាចធ្វើឲ្យមនុស្សឆ្លោះគ្នាទៅជាល្អនឹងគ្នាបានចំពោះពាក្យនិយាយនេះរមែងមានអំណាចដូចគ្នាដែរគឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍និយាយទំលេងនៅសេចក្តីសុខចម្រើនរបស់អ្នកដទៃបានគ្រប់យ៉ាងដូច្នេះកូនត្រូវបប្រតិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ5យ៉ាង1និយាយពាក្យពិតមិននិយាយលេះលោះ2និយាយពាក្យពីរោះមិននិយាយញុះញង់3និយាយត្រឹមត្រូវតាមកាលៈទេសៈ4និយាយឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់5និយាយដោយចិត្តមេត្តា
ប្រាថ្នាឲ្យអ្នកដទៃបាននៅសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសស្មោះត្រង់មិននិយាយរបៀបព្រួញពឹសដាក់អ្នកដទៃនោះឡើយកូនមេឪពុកប្រាថ្នាឲ្យកូនបានចូលដល់សេចក្តីល្អ10ប្រការគឺ1កូនត្រូវជាអ្នកមានសិលធម៌ប្រចាំខ្លួន2កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន3កូនត្រូវគប់រកតែជាមួយនឹងមិត្តពិតប្រាកដ4កូនត្រូវជាមនុស្សប្រដៅងាយ5កូនត្រូវចេះជួយកិច្ចការអ្នកដទៃ6កូនត្រូវចេះស្រឡាញ់ធម៌របស់សប្បុរស7កូនត្រូវមានជាយាមដោយអំណត់អត់ធន់8កូនត្រូវសន្តោសចំពោះបច្ច័យ4 9កូនត្រូវមានស្មារតីដឹងមុខនេតិរបស់ខ្លួននិង10កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថនៅក្នុងជីវិតនិងត្រូវរកផ្លូវឲ្យបានផុតចាកទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងលោកដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីកូនខ្លួនឯងព្រមគ្រប់នោះឡើយនិងយ៉ាងទៀតក្នុងលោកនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងកូនជាមនុស្សល្អនោះឡើយសម្បត្តិក្នុងលោកមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងលោកមិនអាចល្អស្មើនឹងធัวសនាំចាកភពធัวពិតកូនឪត្រូវសែបគប់ព្រមទាំងគោរពខ្លួនឯងផងកូនមេឪពុកកូនត្រូវយល់ដឹងថាសេចក្តីអត់ធន់ញ៉ាំងនៅផលឲ្យសម្រេចបានគ្រប់យ៉ាងកូនត្រូវអត់ធន់ដូចតទៅអត់ធន់ក្នុងរឿងដែលគូអត់ធន់នេះមួយនិងមួយទៀតអត់ធន់ក្នុងរឿងដែលមិនគូអត់ធន់ឲ្យសូមអធិប្បាយគឺមុនដំបូងកូនគូអត់ធន់ក្នុងរឿងដែលគូអត់ធន់ដូចជាអត់ធន់ចំពោះមុខនេតិអត់ធន់ក្នុងការបរិភោគការសម្រាកដេកការសិក្សារៀនសូត្រចូលកូនអត់ធន់ដើម្បីអនាគតរបស់កូនសូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺជាមុខនេតិរបស់យើងមួយផងដែរតទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទាធ្វើល្អដល់គេត្រូវគេប្រទូសតបវិញនិយាយពិតដោយស្មោះប៉ុន្តែត្រូវគេពោលមូលបង្កាច់រឿងទាំងអស់នេះសុទ្ធតែយើងធ្វើបានត្រឹមត្រូវមិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវតែអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុតប៉ុន្តែបើកូនធ្វើបានកូនមានឈ្មោះថាជាកូនល្អដល់ក្រៃលែងកូននឹងមានសេចក្តីសុខផលនឹងកើតមានដល់កូនព្រមទាំងបរិវារអ្នកដែលនៅជុំវិញខ្លួនកូនកាលណាបើកូនមាននៅសេចក្តីអត់ធន់បែបនេះនោះសេចក្តីអត់ធន់ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់ធ្វើឲ្យរួចអំពីក្រញាំតណ្ហាធ្វើឲ្យមានរបៀបវិន័យបញ្ឈប់សេចក្តីក្រោធបានធ្វើឲ្យតម្កល់ខ្លួនបានល្អជាដៃគូក្នុងការងារជាអាវក្រោះរបស់ចិត្តនាំឲ្យមានមិត្តខ្សត់សត្រូវនិងពួងដែលយកទៅដុតដោយភ្លើងហើយយកមកលួចដំធ្វើជាឧបករណ៍ផ្សេងរមែងរឹងនិងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អគឺជាមនុស្សរឹងប៉ឹងនិងមាននៅគុណតម្លៃក៏យ៉ាងដូច្នោះដែរ
កំណាបទងជ័យពុទ្ធខន្តីប្រែថាការអត់ទ្រាំរឹងមាំល្អស្រស់ដូចជាទង់រក្សាកុសលឲ្យគង់វង្សមេត្តាដូចទង់បក់រវិចមេត្តាខន្តីគូសំស័កមិនមានថ្នាំងថ្នាក់អ្វីបន្តិចគឺអតោសៈថ្លៃជាងពេជ្រកំតិចសត្រូវនៅក្នុងខ្លួនខ្សែកតញ្ញូបង្ហូតទង់ត្រួតត្រងបារមីឲ្យមមមួនបញ្ញាជាដងយ៉ាងសុបសួនខ្យល់បក់អង្រួនគឺលោកធម៌សតិជាគ្រឹះកប់ក្នុងដីដងទង់គ្មានអ្វីត្រូវញាប់ញួរទង់បក់រវិចរំលេចពួរទទួលលោកធម៌ទាំង8ខៀវលឿងក្រហមសហង្សបាតពណ៌ភ្លេចស្រស់ស្អាតចាំងរាំងសីជាផលសម្រេចពីបារមីសិលជាផែនដីត្រួដងទង់កូនអ្នកពុកមុទិតាប្រែថាត្រេកអរតាមគឺជាដំណើរនៃចិត្តដែលទន់ភ្លន់ទៅរកអ្នកដតីនៅពេលដែលអ្នកដតីមានសេចក្តីសុខឬបានលៀបបានយសសូមឲ្យមុទិតាជាអភរណៈគ្រឿងប្រដាប់កាយនៃកូនប្រុសស្រីទាំងឡាយឪពុកសង្កេតឃើញថាមនុស្សចំនួនច្រើនដោយប្រក្រតីមិនសូវមាននៅមុទិតាជាមួយនឹងអ្នកដតីឡើយមុទិតាគឺជាការសម្ដែងចេញនៅសេចក្តីត្រេកអរគឺត្រេកអរតាមដែលអ្នកដតីមានសេចក្តីសុខឬមានលៀបមានយសហើយនោះពោលគឺរួមនៅសេចក្តីត្រេកអរទាំងផ្លូវកាយផ្លូវវាចាទាំងផ្លូវចិត្តជាមួយនឹងអ្នកដែលបានជួបប្រសពនឹងសេចក្តីសម្រេចនៅផលប្រយោជន៍នោះនឹងឯងមុទិតាប្រែថាត្រេកអរតាមដោយចិត្តទន់ភ្លន់អ៊ីសាប្រែថាមិនត្រេកអរតាមដោយអំណាចនៃចិត្តរិស្យាពោលគឺការចរណែនចូលកូនចាំទុកថាសត្រូវដ៏សំខាន់របស់មុទិតាគឺអ៊ីសានេះឯងកាលបើចំណែនហើយចិត្តក៏មិនបានត្រេកអរមិនមានការពេញចិត្តមានសភាពញាប់ញ័រដូចជាចោរយកសត្រាវុធមកខ្ជង់ត្រង់ដើមទ្រូងដូច្នោះឯងកាលណាបើបានដឹងថាអ្នកដតីបានល្អហើយមិនថាជាបងប្អូនជាមនុស្សរួមការងារឬជាអ្នកមានគុណណាឡើយអ្នកដែលមានអ៊ីសាក៏ដល់នៅការស្លុតចិត្តបែបម្យ៉ាងមានការអន់ចិត្តបើមិនទប់ស្កាត់ទេវានឹងបណ្ដាលឲ្យមានរឿងមិនល្អផ្សេងកើតឡើងដែលជារឿងគួរឲ្យខ្លាចវិធីកម្ចាត់អ៊ីសាគឺការចំណែននោះត្រូវអប់រំចម្រើននៅមុទិតាមានសទ្ធាជឿហេតុផលមានបញ្ញាយល់ដឹងរឿងនៅក្នុងលោកមិនយល់ថាសម្បត្តិក្នុងលោកនឹងវាអស្ចារ្យណាស់ណាទៅនោះទេតាមពិតវាគ្រាន់តែសម្រាប់ដោះស្រាយនៅសេចក្តីទុក្ខលំបាកប្រចាំរូបកាយតែប៉ុណ្ណោះបើរូបកាយមិនមានហើយក៏មិនចាំបាច់ត្រូវការទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចឡើយដូចជាថ្នាំសម្រាប់ព្យាបាលរោគថ្នាំមិនមែនសំខាន់អ្វីជាងការមិនមានរោគនោះទេដូច្នេះខ្លឹមសារសំខាន់ក្នុងជីវិតគឺការប្រព្រឹត្តធម៌ដើម្បីរំលត់ទុក្ខកូនត្រូវហាត់អប់រំចម្រើននៅមុទិតាចាប់ផ្ដើមតាំងពីក្រុមគ្រួសារទៅមុនរួចហើយផ្សាយពង្រីកទៅដល់អ្នកដតីជាខាងក្រៅទៀតអ៊ីសាក៏នឹងសាបសូន្យទៅម្ល៉េះហើយកូនមេឪពុកដែលមានតែមុទិតាចំពោះអ្នកដតីយ៉ាងនេះសេរីសួស្តីនិងសេចក្តីសុខក៏ចូលមករកជីវិតរបស់កូនព្រមគ្នានឹងគុណធម៌ផ្សេងទៀតដ៏ច្រើនចូលកូនចងចាំកុំភ្លេចមុទិតាជាថ្នាំរងាប់រោគអ៊ីសាស្មោកគ្រោករោគក្នុងចិត្តអ៊ីសាកើតឡើងអស់អាណិតដូចខ្មោចសន្ធិដ្ឋនៅក្នុងខ្លួនអ៊ីសានាំឲ្យមានគំនុំធ្វើឲ្យសង្គមមិនមមួនចាក់ដោតព្យាបាទព្រោះគុំគួនថែធួនដោយថ្នាំមុទិតាកូនមេឪពុកជីវិតមនុស្សគ្រប់គ្នាដែលបានកើតមកនៅក្នុងលោកហើយមានប្រក្រតីនៅដោយសេចក្តីសុខទៅបាននោះគឺមកអំពីស្គាល់និងគោរពនៅទូនាទីរបស់ខ្លួនឯង
đầm bay côn mẹ phục score tu nợ tì score nơi sét rồi bọc luôn sét rồi bọc nè đợt tây nâng đầm bay riệp chom tục đại oi ban ó nơiក្នុងការសែបគប់ឬសមាគមរួមការងារក្នុងកិច្ចការផ្សេងៗព្រមទាំងដើម្បីបាននៅភាពប្រសើរក្នុងការតាក់ទងជាមួយអ្នកដទៃនៅក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យបាននៅចំណេះដឹង7មុខ1កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនាទីរបស់មនុស្ស2កូនត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើមិនត្រូវច្រឡំហេតុផលជាដាច់ខាត3កូនត្រូវរៀនអំពីខ្លួនឯងឲ្យស្គាល់ខ្លួនឯងឲ្យបានប្រកបព្រមទាំងត្រូវដឹងពីការគោរពខ្លួនឯងផង4កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទាបក្នុងដំណើរការមានបញ្ញាយល់ត្រូវជាគ្រឿងកំណត់5កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាលត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍6កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គលត្រូវចេះសង្កេតឲ្យស្គាល់មនុស្សនិងទី7កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីជាដើមចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់នៅទូនាទីរបស់ខ្លួនបានច្បាស់លាស់ប៉ុណ្ណឹងទេគឺនៅធ្វើឲ្យកូនបានទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាទនេះឯងវាធ្វើឲ្យអ្នកដែលចេះស្ទាត់នៅក្នុងការងារហើយនោះត្រឡប់ទៅជាទទួលនៅបរាជ័យដូចជាបុគ្គលល្ងងខ្លៅឬដូចជារថយន្តដែលក្រឡាប់ធ្លាក់ជ្រោះអញ្ចឹងឯងកូនមេឪពុកទូនាទីរបស់មនុស្សជាកិច្ចការចាំបាច់បំផុតដែលត្រូវសិក្សានិងបប្រតិបត្តិដល់គ្នាទៅវិញទៅមកក្នុងខណៈនេះកូនមានទូនាទីច្រើនយ៉ាងដែលត្រូវធ្វើចំពោះអ្នកដទៃកូនត្រូវបំពេញទូនាទីជាកូនដ៏ល្អរបស់មាតាបិតាការកូនជាបងគេកូនត្រូវបំពេញទូនាទីជាបងដ៏ល្អរបស់ប្អូនកាលដែលកូនជាប្អូនគេក៏ត្រូវបំពេញទូនាទីជាប្អូនដ៏ល្អរបស់បងកាលដែលកូនជាមិត្តរបស់គេកូនត្រូវបំពេញទូនាទីជាមិត្តដ៏ល្អរបស់មិត្តសម្លាញ់កាលដែលកូនជាអ្នករៀនសូត្រកូនត្រូវបំពេញទូនាទីជាសិស្សដ៏ល្អរបស់គ្រូគ្រប់យ៉ាងត្រូវឲ្យបានល្អជាទីបំផុតនិងឲ្យអស់សមត្ថភាពការបប្រតិបត្តិនៅទូនាទីជាមនុស្សគឺជាការបប្រតិបត្តិនៅធម៌ដ៏សមគួរតាមធម៌ទូនាទីត្រូវសម្ភារធ្វើឲ្យល្អចិត្តឆ្មោះសរបន្តការស្មារតីមានមិនប្រមាទក្នុងជីវិតពិតជាស្ពានចាអត់ឃ្លានឈានឆ្លងគ្រោះរស់ប្រពៃខ្ជិលធ្វើការមានឈ្មោះថាស្លាប់ទាំងរស់ស្លាប់ដូចពស់រស់កង្កែបបែបសត្វរីហេតុដូច្នេះកូនត្រូវចេះឆ្លាតវាងវៃកុំចាប់ភ័យលៃឲ្យសពញាប់ដៃជើងកូនមេឪពុកកូនមានទូនាទីរបស់កូនដែលត្រូវបប្រតិបត្តិចំពោះមេដាបិតាដោយខាងក្រោមនេះ1តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹងល្អ2ជួយធ្វើកិច្ចការងារមេដាបិតាឲ្យបានល្អជាទីបំផុត3តម្កល់តម្កើងនៅវងតកូលឲ្យបានល្អតទៅ4ប្រព្រឹត្តខ្លួនឲ្យល្អឲ្យសមគួរជាអ្នកទទួលនៅមរតកនិង5មេដាបិតាចិញ្ចឹមកូនឲ្យបានរស់មកកូនត្រូវចិញ្ចឹមមេដាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅនឹងឯងហើយបន្តទៅទៀតទី6គឺកូននាំមេដាបិតាទៅវត្តឬកន្លែងផ្សេងតាមសមគួរដល់សេចក្តីចម្រើនបុណ្យកុសលទី7នៅពេលមេដាបិតាមានជំងឺត្រូវនៅថែរក្សាឲ្យបានចិត្តដិតត្រូវជួយឲ្យមេដាបិតាបានស្ដាប់នៅពធផងហើយទី8ត្រូវរក្សាទឹកចិត្តរបស់ម៉ែឪមិនត្រូវឲ្យមេដាបិតាមានទុក្ខកង្វល់ឬក៏ខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនកូនឡើយកូនត្រូវចាំទុកសេចក្តីសុខរបស់មេដាបិតានៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយ
ចំណុចទី9កូនត្រូវថែរក្សានៅសម្បត្តិទ្រព្យវៈយវៈខ្លួនប្រាណទាំងមូលជីវិតនិងអវាទទូលមានផ្សេងផងដែលមេត្តាបិតាបានប្រគល់ឲ្យជាមរតកដល់កូននិងចុងក្រោយទី10ធ្វើបុណ្យឧទ្ទិសដល់មេត្តាបិតាកាលដែលគាត់ធ្វើការកិរិយាទៅកាន់លោកខាងមុខហើយនោះកូនមានឪពុកកាលដែលកូនជាអ្នកសិក្សារៀនសូត្រគឺជាសិស្សល្អកូនមានតួនាទីទំនាក់ទំនងនឹងការសិក្សាដោយខាងក្រោមនេះ1ត្រូវសម្ដែងការគោរពចំពោះលោកគ្រូអ្នកគ្រូដោយសេចក្តីកោតក្រែង2បើមានឱកាសត្រូវប្រញាប់ចូលទៅទទួលបម្រើលោកគ្រូអ្នកគ្រូក្នុងកិច្ចការដ៏សមគួរ3ត្រូវស្ដាប់គ្រូនិងបប្រតិបត្តិតាមការណែនាំរបស់លោកគ្រូអ្នកគ្រូដោយការយកចិត្តទុកដាក់4តាំងចិត្តរៀនគ្រប់ចំណេះវិជ្ជាដែលគ្រូនាំមកបង្រៀន5ត្រូវបប្រតិបត្តិឲ្យមានរបៀបវិន័យតាមបទបញ្ជារបស់សាលាត្រូវទុកវិន័យដូចជាអលង្ការ6ត្រូវជួយធ្វើការងាររបស់សាលាតាមការដែលឆ្លាតឆ្លៀសរបស់ខ្លួននិងមិនត្រូវខ្ជិលជាដាច់ខាត7ត្រូវជួយរក្សាទ្រព្យសម្បត្តិរបស់សាលារៀនឲ្យបានគង់វង្ស8ត្រូវមានសេចក្តីស្រឡាញ់រាប់អានចំពោះសិស្សសាលាផងគ្នាត្រូវធ្វើជាសិស្សគំរូល្អ9មានឆន្ទៈពេញចិត្តក្នុងការសិក្សាព្រោះការសិក្សាជាការស្វែងរកចំណេះដឹងមកដាក់ខ្លួនត្រូវព្យាយាមឲ្យបានសម្រេចមិនខ្ជិលមិនគិតតែពីលេងសប្បាយត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការនិងត្រូវចេះពិចារណាក្នុងហេតុផលផ្សេងចេះសាកសួរដើម្បីឲ្យមានការចេះដឹងបានត្រឹមត្រូវនិង10ត្រូវចេះប្រយ័ត្នចំពោះចំណង់ដែលចង់ក្នុងផ្លូវអាក្រក់ផ្សេងត្រូវរៀនឲ្យចេះមានសេចក្តីអត់ធន់ដើម្បីបានជាដៃគូក្នុងការសិក្សាកូនត្រូវដឹងថាសេចក្តីអត់ធន់ជាវិជ្ជាដ៏សំខាន់និងជាឫសគល់នៃចំណេះដឹងទាំងឡាយនិងត្រូវចាំទុកថាបុគ្គលល្ងង់ខ្លៅមានខ្លួនឯងជាសត្រូវកូនមានឪពុកអ្នកទីដែលកូនត្រូវបប្រតិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូន1កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត2កូនត្រូវចេះញញឹមមានទឹកមុខស្រស់ស្រាយជាមួយនឹងមនុស្សទាំងឡាយ3កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថាអ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមើលងាយនរណាឡើយទី4កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាងដូចជាញញឹមរកសំពះអោនក្បាលបន្ទន់ខ្លួនតាមឋានៈរបស់ខ្លួននិងតាមឋានៈរបស់អ្នកដទៃ5កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយកុំនិយាយកាត់ដោយឥតរបៀបបើនិយាយត្រូវឲ្យមានប្រយោជន៍6កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះឲ្យជាប្រចាំគឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស7កូនត្រូវនិយាយដោយពាក្យសុភាពពីរោះទាំងចំពោះមុខទាំងកំបាំងមុខ8កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើមដល់មនុស្សល្អ9កូនត្រូវចេះនិយាយសរសើរក្នុងផ្នែកល្អរបស់មនុស្សណាដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិត10កូនត្រូវចេះបដិសេធនៅអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត11កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យនៅការចេះដឹងមកដល់កូនបាន12កូនត្រូវយករឿងល្អឬរឿងអ្នកធ្វើល្អមកនិយាយនៅក្នុងពេលសន្ទនា13កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូនដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ14
កូនគួរតែរកពេលវាចាកការនិយាយមិនល្អឬវាចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ15កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើទៅបានដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវសន្សំសន្តានករណាឲ្យកាន់តែមមតំមុននឹងត្រូវលាចាកលោកនេះទៅទឹកចិត្តល្អបេដូជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនរបស់មនុស្សកូនមេឪពុកឪសូមទូនមានកូនថាគប់ពេលនាំទៅរកខុសស្រីប្រុសចូលចាំកុំតាមចង់គប់ប្រាជ្ញនាំទៅរកត្រង់សិលល្អផូរផង់ចង់ត្រឹមត្រូវខ្សែគប់បាបប្រមិតពិតនាំខ្លួនឲ្យខុសផ្ទួនគេអាស្រូវកំណើតជាមនុស្សក្រពេកកើកូនត្រូវស្ដាប់ឪទៅឈ្មោះល្អចង់កសាងខ្លួនកុំឆ្ងាយអ្នកប្រាជ្ញកូនមេឪពុកឈ្នះខ្លួនឯងប្រសើរជាងកូនត្រូវចាំទុកជានិច្ចថាការឈ្នះដ៏ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តខ្លួនឯងព្រោះហេតុនេះកូនត្រូវវឹកហាត់បង្កប់ខ្លួនឯងឲ្យបានកាលដែលកូនបង្កប់ខ្លួនឯងបានហើយកូនធ្វើអ្វីក៏បានសម្រេចដែរការសម្ដែងសេចក្តីគោរពដាក់ខ្លួនឲ្យលំទោនជាមេរយាទនៃមនុស្សល្អកូនកុំអួតអាងលើកតម្កើងខ្លួនជាមួយនឹងអ្នកណាឲ្យសោះព្រោះវាមិនបានឲ្យផលល្អដល់ដំណើរជីវិតរបស់កូនឡើយការលើកតម្កើងខ្លួនឯងមិនមែនជាការគោរពខ្លួនឯងនោះទេកូនមេឪពុកកូនចូលញញឹមដាក់អ្នកដទៃដូចដែលកូនប្រាថ្នាឲ្យអ្នកដទៃញញឹមមករកកូនអញ្ចឹងដែរបើកូនញញឹមដាក់កញ្ចក់ក៏ញញឹមដាក់កូនវិញនៅពេលដែលកូនខឹងក្រោធនឹងបុគ្គលណាកូនសាកល្បងរត់ទៅឆ្លោះមុខកូនខ្លួនឯងក្នុងកញ្ចក់មើលកូននឹងជួបយៈនៅក្នុងកញ្ចក់នោះជាពិតប្រាកដមិនខានឡើយគឺមុខអាក្រក់របស់កូននឹងឯងបើចង់ឲ្យមុខស្អាតត្រូវកុំខឹងកូនមេឪពុកការស្រឡាញ់មិនមានដាក់លក់ឡើយបើកូនចង់បានកូនត្រូវធ្វើយកដោយខ្លួនឯងពេលកូនឲ្យសេចក្តីស្រឡាញ់ទៅដល់អ្នកដទៃនឹងឲ្យសេចក្តីស្រឡាញ់ត្រឡប់មកដល់កូនវិញបើកូនចង់ឲ្យអ្នកដទៃស្រឡាញ់ពិតសូមកូនធ្វើឲ្យបានតែម្យ៉ាងក៏ល្មមគ្រប់គ្រាន់គឺធ្វើខ្លួនឲ្យគួរស្រឡាញ់អ្នកដទៃដោយមេត្តាគឺជាការប្រសើរណាស់កូនមេឪពុករាល់យប់មុននឹងកូនគេងកូនកុំភ្លេចថ្វាយបង្គំព្រះពុទ្ធធម៌ប្រសង្ឃហើយកូនត្រូវនឹកដល់គុណមេដាបិតាផងព្រមទាំងអ្នកមានគុណផ្សេងទៀតផងដែរបើកូនធ្វើបានដូចនេះកូននឹងបានចម្រើនសូមកូនកុំភ្លេចតាំងចិត្តមេត្តាដល់សពសត្វទាំងឡាយពាក្យចាស់លោកថាប្រាស់ខ្លួនដេកទៅកុំដេកទទេកូនមេឪពុកបើកូនចង់ស្អាតត្រូវរក្សាសិលបើកូនចង់មានត្រូវឲ្យទានបើកូនចង់ឆ្លាតត្រូវចេះសួរបើកូនរៀនដើម្បីនឹងឲ្យបានដឹងអ្វីណាមួយនោះកូនត្រូវរៀនដឹងឲ្យច្បាស់លាស់ពិតប្រាកដកូនមេឪពុករៀនដឹងដើម្បីជួយខ្លួនឯងគឺដើម្បីមានខ្លួនឯងជាទីពឹងខ្លួនឯងបានប្រសើរជាងពឹងអ្នកដទៃកូនមេឪពុកសុភាសិតបានពោលទុកថាអ្នកស្រែបានស្រូវរមែងឲ្យបាយពួកព្រានទាំងឡាយរមែងឲ្យសាច់ពេទ្យជាបាលរោគជាកិច្ចចាំបាច់ឲ្យទានសម្រេចទៅលើចិត្តបន់ចំណែកបណ្ឌិតមានពិតក្នុងលោកបានជួបមានជោគព្រោះលោកពោលសុនកូនចង់បានអ្វីកុំឲ្យសួយសុនគិតទុកជាមុនសំចូលទៅរកពោលសុនសន្តរកថាពោលល្អចា៎ណាគឺធម្មទានឈ្នះអស់ទានទាំងពួងកូនមេឪពុកកូនចូលសម្ដែងការរីករាយដល់អ្នកដែលឈ្នះកូនគ្រប់ករណីដើម្បីដល់ថ្ងៃក្រោយតទៅនៅពេលដែលកូនឈ្នះគេវិញគេនឹងសម្ដែងការរីករាយមករកកូនផងដែរ
ប៉ុន្តែបើគេមិនបានសម្ដែងនៅការរី